ជំរាបសួរសួស្តីកូនទាំងអស់គ្នាអ្នកគ្រូឈ្មោះម៉ាផាឡាជាគ្រូបង្រៀននៅសាលាបឋមសិក្សាវត្តបូក្រុងសៀមរាបខេត្តសៀមរាបតើកូនទាំងអស់គ្នាសុខសប្បាយទេចាចំណែកអ្នកគ្រូសុខសប្បាយជាធម្មតាទេចាដោយសារតែស្ថានភាព COVID-19 ដែលរីករាលដាលទូទាំងប្រទេសកម្ពុជាក៏ដូចជានៅលើសកលលោកអញ្ចឹងកូនទាំងអស់គ្នាមិនបានទៅរៀននៅសាលាទេកូនទាំងអស់គ្នាត្រូវនៅសិក្សានៅតាមផ្ទះរៀងខ្លួនដូច្នេះហើយក្រសួងអប់រំយុវជននិងកីឡាក៏បានតម្រូវឲ្យអ្នកគ្រូមកបង្រៀនកូនតាមបណ្ដាញសង្គមនេះចាអញ្ចឹងកូនអាចរករៀនបាននៅតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជា website របស់ក្រសួងអប់រំយុវជននិងកីឡាចាតាមប្រព័ន្ធ YouTube ឬក៏ដូចជាទូរទស្សន៍ជាតិនិងប្រព័ន្ធផ្សេងទៀតចាអញ្ចឹងថ្ងៃនេះដែលកូនទាំងអស់គ្នាកុំភ្លេចណារក្សានៅអនាម័យលាងដៃនឹងសាប៊ូឬទឹកអាល់កុលឲ្យបានញឹកញាប់ចាដើម្បីការពារជំងឺ COVID-19 ក៏ដូចជានៅពេលដែលកូនចេញទៅក្រៅចាកុំភ្លេចពាក់ម៉ាស់ហើយនឹងរក្សាកុំលាតចាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាត្រៀមសម្ភារៈមួយចំនួនរៀនជាមួយអ្នកគ្រូដូចជាសៀវភៅសិក្សាសង្គមសំទោសសៀវភៅសិក្សាគោលគណិតវិទ្យាថ្នាក់ទី5ចាប៊ិចខ្មាដៃបន្ទាត់ជើលុបនិងសម្ភារៈផ្សេងទៀតដែលជាតម្រូវការរបស់កូនចាអរគុណសង្ឃឹមថាកូនទាំងអស់គ្នានឹងយកចិត្តទុកដាក់ក្នុងការសិក្សាតាមបណ្ដាញអនឡាញនេះក៏ដូចជាសូមសំណូមពរដល់លោកឪពុកអ្នកម្ដាយទាំងអស់សូមជួយជំរុញកូនរបស់យើងឲ្យបានសិក្សាតាមបណ្ដាញសង្គមទាំងអស់គ្នាចាអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាបានរៀបចំសម្ភារៈរួចហើយមែនទេកូនចាឥឡូវនេះមុននឹងរៀនមេរៀនថ្មីអ្នកគ្រូចង់សួរនៅរំលឹកនៅមេរៀនចាស់ហើយនឹងយើងនឹងកែកៃកាប់ផ្ទះជាមួយគ្នាចាតើមេរៀនថ្ងៃមុនយើងរៀនអំពីអ្វីកូនគណិតវិទ្យាចាសូមម្ដងទៀតតើមេរៀនគណិតវិទ្យាថ្ងៃមុនយើងរៀនដល់អីកូនចាអរគុណណាស់គឺការដោះស្រាយចំណោទចាការដោះស្រាយចំណោទអញ្ចឹងដើម្បីដោះស្រាយចំណោទហើយយើងមានប្រមាណជំហានដើម្បីដោះស្រាយកូនទី1ស្អីគេកូនចាអញ្ចឹងក្នុងការដោះស្រាយចំណោទគឺយើងមាន4ជំហាននៅក្នុងការដោះស្រាយទី1គឺការយល់ប្រធានចំណោទអញ្ចឹងដើម្បីយល់ប្រធានចំណោទកូនធ្វើដូចម្ដេចដើម្បីយល់ប្រធានចំណោទចាគឺយើងត្រូវអានប្រធានចំណោទម្ដងហើយម្ដងទៀតរហូតទាល់តែយើងចងចាំថាចំណោទនឹងគេសួររកអ្វីនឹងធ្វើនឹងគេប្រាប់អ្វីចាចំណុចទី2គឺធ្វើផែនការចាធ្វើផែនការដើម្បីរកវិធីដោះស្រាយដោយប្រើចារូបភាពរូបតំណាងឬក៏វិធីប្រមាណវិធីបូកដកគុណឬចែកនិងប្រើចារូបមន្តតើមកយើងអនុវត្តផែនការចុងក្រោយគឺផ្ទៀងផ្ទាត់ចាអញ្ចឹងល្អណាស់អញ្ចឹងថ្ងៃនេះយើងដោះស្រាយចំណោទជាមួយគ្នាចំណុចចិត្តការផ្ទះដែលអ្នកគ្រូបានដាក់ឲ្យកូនដោយអនុវត្តទៅតាមវិធានដែលយើងរំលឹកអំបញ្ញមិញនេះចាឥឡូវនេះយើងអានជាមួយគ្នាចំណោទសំសុកនិងសៅមានប្រាក់រួមគ្នាចំនួន46700រៀលសុកមានប្រាក់តិចជាងសំចំនួន3160រៀលតែស្មើ3ដងនៃសៅតើសុកមានប្រាក់ចំនួនប៉ុន្មានរៀលចាកូនបានធ្វើរួចហើយនៅអញ្ចឹងអានម្ដងទៀតចំណោទសំសុកនិងសៅមានប្រាក់រួមគ្នាចំនួន46700រៀលសុកមានប្រាក់តិចជាងសំចំនួន3160រៀលតែស្មើ3ដងនៃសៅតើសុកមានប្រាក់ចំនួនប៉ុន្មានរៀលចាអញ្ចឹងកូនអានចំណោទអំបញ្ញមិញកូនមានការចងចាំទេតើចំណោទនេះគេសួររកអ្វីចំណោទនេះគឺគេសួររកតើសុកមានប្រាក់ប៉ុន្មានរៀលមានន័យថាប្រាក់របស់សុកចាអញ្ចឹងហើយគេប្រាប់អ្វីខ្លះគេប្រាប់ថាទាំង3នាក់ដែលមានសុកមានសំមានសៅហ្នឹងគឺមានប្រាក់រួមគ្នា46700រៀលចា3នាក់ហ្នឹងណាមានប្រាក់រួមគ្នាហើយសុកនេះមានប្រាក់តិចជាងសំចំនួន3160តែស្មើ3ដងនៃសៅ
ចាអញ្ចឹងមុននឹងធ្វើចំណោទតែយើងធ្វើដូចម្ដេចកូនចាគឺយើងត្រូវធ្វើផែនការចាអញ្ចឹងយើងធ្វើផែនការជាមួយគ្នាក្នុងការដោះស្រាយចំណោទនេះការធ្វើផែនការរបស់យើងជ្រើសរើសយកវិធីប្រើរូបតំណាងដោយគូសអង្កត់ប្រើអង្កត់ជារូបតំណាងចាអញ្ចឹងមនុស្សមានប្រមាណអ្នកកូនចាមាន3អ្នកអញ្ចឹងយើងគូ3អង្កត់មុនដំបូង3អង្កត់នេះគឺត្រូវតែស្មើគ្នាសិនចាអញ្ចឹងយើងដាក់ឈ្មោះមកអង្កត់ទី1គឺចាឈ្មោះសំចាជាអង្កត់តំណាងឲ្យសំទី2សុកទី3គឺសៅចាអញ្ចឹងសំសុកសៅគាត់មានប្រាក់រួមគ្នា 46,700 រៀលប៉ុន្តែក្នុងនោះគឺមានសុកនោះមានប្រាក់តិចជាងសំចំនួន 3,160 រៀលសុកនេះមានប្រាក់តិចជាងសំ 3,160 រៀលចាអញ្ចឹងមានន័យថា 3,160 រៀលតែស្មើ3ដងនៃសៅអញ្ចឹងមានន័យថាសុកនេះសុកគាត់មានប្រាក់ស្មើ3ដងនៃសៅបាទទេកូនកូនអញ្ចឹងបើសិនជាស្មើ3ដងនៃសៅតើយើងត្រូវមានអង្កត់ប្រមាណអង្កត់រូបតំណាងចាគឺមាន3អង្កត់ចា3អង្កត់អញ្ចឹងយើងថែម2អង្កត់ទៀតចាសុកហ្នឹងហើយសុកគាត់មាន3ដងនៃសៅបន្ទាប់មកจะសំយ៉ាងម៉េចសំគេប្រាប់ថាសំហ្នឹងសំមានប្រាក់សុកមានប្រាក់តិចជាងសំចំនួន 3,160 រៀលសុកគាត់មាន3ដងនៃសៅហើយប៉ុន្តែគាត់តិចជាងសំនោះ 3,160 រៀលយល់ទេកូនកូនអញ្ចឹងមានន័យថាសំនោះគាត់មានប្រាក់លើសសុក 3,160 រៀលទៀតចាអញ្ចឹងយើងមុនគាត់លើសតើតើគាត់មានប្រាក់ស្មើនឹងសុកសិនអញ្ចឹងស្មើគឺស្មើនឹង3អង្កត់ទៀតនឹងឯងចាស្មើនឹង3អង្កត់នេះគឺគាត់ស្មើគ្នាណាមានន័យថាសំនិងសុកមានប្រាក់ស្មើគ្នាប៉ុន្តែនៅក្នុងចំណោទយើងគឺអត់មានស្មើទេសំនឹងគាត់លើសសុក 3,160 អញ្ចឹងគាត់ត្រូវតែលើស 3,160 ហ្នឹងអានេះចំណុចលើសរបស់គាត់3,160 រៀលអញ្ចឹងគឺចំនួនទាំងអស់នេះវាមានប្រមាណអង្កត់កូនយើងរាប់មើល1 2 3 4 5 6 7ចា7អង្កត់លើសបន្តិចនេះទាំងអស់នេះគឺវាស្មើនឹងទឹកប្រាក់សរុបប្រហែលចា 46,700 រៀលចានេះទឹកប្រាក់សរុបអញ្ចឹងយើងរក7អង្កត់សិនចាអញ្ចឹងយើងរក7អង្កត់7អង្កត់ស្មើប្រមាណ7ឯកតាមានន័យថា7ឯកតាចាបើ7ឯកតា7ឯកតាគឺស្មើនឹងចា46,700 រៀលដកប្រហែលកូនយើងរកតែ7ឯកតាទេនឹង7ឯកតាដកប្រហែលគឺដក 3,160 រៀលនេះគឺ7ឯកតា7ឯកតាឃើញ 46,700 ដក 3,160 រៀលចុះមួយឯកតាស្មើប៉ុន្មានចឹងគាត់ដកមកឃើញប្រមាណគ្រូដាក់កន្លែងនេះរបៀបឆ្លើយខាត់ក្រោមតិចសិនរបៀបឆ្លើយប្រហែល7ឯកតា
ស្មើនឹង 46,700 រៀលដកនឹង 33,160 រៀលចាស្មើប្រមាណឥឡូវយើងធ្វើប្រមាណវិធីនៅខាងនេះមក46,700 រៀលដកនឹង 3,160 រៀលចឹងស្មើ 0 ដក 0 នៅសល់ 0 10 ដក 6 នៅសល់ 4 6 ដក 1 នៅសល់អានេះសល់ 6 6 ដក 1 នៅសល់ 5 សល់ 3 សល់ 4 ចឹងស្មើនឹង 43,540 រៀលចឹងមួយឯកតាស្មើប៉ុន្មាននេះ 7 ឯកតាចឹងមួយឯកតាស្មើនឹង 43,540 រៀលហ្នឹងធ្វើម៉េចកូនចែកនឹង 5 7 ស្មើប៉ុន្មានឥឡូវយើងចែកមក 43,540 ចាចែកនឹង 7 កាត់ចូល2ខ្ទង់ 7 6 ដង 42 42 ដក 42 នៅសល់ 0 5 ទុំទម្លាក់ចាសំទោស 43 ដល់ 42 នៅសល់ 1 5 ទុំលាក់ 7 2 ដង 14 15 ដក 14 នៅសល់ 1 4 ទុំលាក់បាន 2 ដងទៀត 14 ដក 14 នៅសល់ 0 ទម្លាក់ 0 បាន 0 អញ្ចឹងមួយឯកតាគឺមាន 6,220 ចាចឹងយើងអាចរកមួយឯកតានេះស្មើនឹងប្រាក់របស់អ្នកណាគេកូនមើលទៅលើរូបតំណាងរបស់យើងចាអញ្ចឹងជាប្រាក់របស់សៅអញ្ចឹងសៅមានប្រាក់សៅមានប្រាក់ 6,220 រៀលចាបន្ទាប់មកអញ្ចឹងសុកមានប្រាក់ប្រមាណដងនៃសៅកូនចាគឺសុកមានប្រាក់3ដងនៃសៅអញ្ចឹងមានន័យថា 6,220 ដងចារកប្រាក់របស់សុកអញ្ចឹងវាស្មើនឹង 6,220 រៀលគុណនឹង 3 ស្មើប៉ុន្មានចឹងយើងធ្វើប្រមាណវិធីទៀត 6,220 គុណនឹង 3 ចា3 0 ដង 0 3 2 ដង 6 3 2 ដង 6 3 6 ដង 15 8 អញ្ចឹងយើងឃើញ 18,660 18,660 រៀលចានេះប្រាក់របស់សុកអញ្ចឹងយើងអាចរកប្រាក់របស់សំឃើញទេចាដោយសារតែសំនៅលើសុក 3,160 អញ្ចឹងយើងត្រូវយកប្រាក់របស់សុកនេះទៅបូកជាមួយនឹងប្រាក់លើប្រាក់របស់សំអញ្ចឹងសំលើសុក 3,160 អញ្ចឹងមានន័យថា 18,660 រៀលបូកនឹង 3,160 ស្មើនឹងប៉ុន្មាន 18,660 បូកនឹង 3,160 18,660 បូកនឹង 3,160 0 12 ត្រា 1 7 8 11 2ចាអញ្ចឹងមានន័យថាសំមានប្រាក់ 21,820 រៀលចាអញ្ចឹងឆ្លើយថាចំណុចចុងក្រោយគឺយើងឆ្លើយថាសំណួរគេសួររកប្រាក់អ្នកណាគេចាគឺប្រាក់របស់សុកអញ្ចឹងយើងឆ្លើយតែសុក
ប្រាក់សុកទេសុកមានប្រាក់ក៏បានដែរសុកមានប្រាក់ប៉ុន្មានកូននេះ 18660 រៀលចាគូហុំមកឥឡូវយើងផ្ទៀងផ្ទាត់ចម្លើយរបស់យើងតើត្រឹមត្រូវឬអត់សុកមានប្រាក់ 18600 រៀលចាអញ្ចឹងយើងសាក់លបងយកផ្ទៀងផ្ទាត់ចម្លើយរបស់យើង6220បូកនឹង 18660 បូកនឹង 21820 តើឃើញប្រាក់ទាំងអស់នោះ 46000 ជាងនឹងដែរទេអញ្ចឹងយើងផ្ទៀងផ្ទាត់ 0 10 0 10 7 ត្រា1 16 ត្រា1 4ចាគឺ 46700 រៀលមានន័យថាចំណត់របស់យើងគឺធ្វើបានត្រឹមត្រូវចាអរគុណកូនៗទាំងគ្នាឥឡូវយើងកូនផ្ទៀងផ្ទាត់មើលទៅចាតើកូនត្រឹមត្រូវដោយអ្វីដែលបានអ្នកគ្រូបានកែឲ្យដែរឬទេបើមិនត្រឹមត្រូវសូមកូនកែឡើងវិញចាជាបន្តទៅទៀតនេះយើងនឹងរៀនមេរៀនថ្មីចាគឺមេរៀនទី4មេរៀនទី4ចាចឹងយើងអានចំណងជើងមេរៀនជាមួយគ្នាគណិតវិទ្យាថ្នាក់ទី5មេរៀនទី4ប្រមាណវិធីមានវងក្រចកចាដែលចំណុចដែលយើងត្រូវរៀនគឺប្រមាណវិធីមានវងក្រចកនៅសៀវភៅសិស្សទំព័រ21ចាមេរៀននេះគឺមានគោលបំណងឲ្យកូនៗទាំងអស់គ្នាចេះគណនាប្រមាណវិធីដែលមានវងក្រចកដើម្បីអនុវត្តនៅក្នុងការធ្វើលំហាត់ក្នុងមេរៀនផ្សេងៗក៏ដូចជាប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃចាតើដើម្បីធ្វើប្រមាណវិធីមានវងក្រចកគេធ្វើដូចម្ដេចចាអញ្ចឹងកូនៗតាមដានជាមួយអ្នកគ្រូឥឡូវនេះអ្នកគ្រូដកឯកការផ្ទះចេញចាអញ្ចឹងអ្នកគ្រូមានឧទាហរណ៍មួយចាឥឡូវកូនអានឧទាហរណ៍តោះឥឡូវអ្នកគ្រូទុកពេលឲ្យកូនអានណាឥឡូវចាប់ផ្ដើមអានចាអរគុណកូនឥឡូវកូនអានជាមួយអ្នកគ្រូម្ដងឧទាហរណ៍អាជីវករម្នាក់មានប្រាក់ 150,000 រៀលឬយើងអានថា150,000 រៀលគាត់ទិញទឹកក្រូចអស់15ដបថ្លៃ 4,500 រៀលក្នុងមួយដបតើអាជីវករនោះនៅសល់ប្រាក់ប៉ុន្មានរៀលចាអញ្ចឹងយើងអានម្ដងទៀតឧទាហរណ៍អាជីវករម្នាក់មានប្រាក់ 150,000 រៀលគាត់ទិញទឹកក្រូចអស់15ដបថ្លៃ 4,500 រៀលក្នុងមួយដបតើអាជីវករនោះនៅសល់ប្រាក់ប៉ុន្មានរៀលចាអញ្ចឹងនៅក្នុងចំណុចនេះគេសួររកប្រាក់នៅសល់មែនទេកូនៗអរគ្នា
ចាហើយនៅក្នុងការដោះស្រាយចំណោទកូនអរគ្នាក៏ដឹងដែរដើម្បីដោះស្រាយចំណោទយើងត្រូវធ្វើដូចម្ដេចចាហើយមេរៀននេះក៏ជាមេរៀនគំរូអញ្ចឹងកូនមាននៅក្នុងសៀវភៅ20ទំព័រ21កូនអាចបើកសៀវភៅទំព័រ21ហើយទៀងទាត់នៅក្នុងនោះគេមានការឆ្លើយរបស់យើងរបៀបធ្វើរបស់យើងមាន2របៀបចារបៀបទី1យើងធ្វើធម្មតារបៀបទី2គឺធ្វើប្រមាណវិធីមានវងក្រចកចាអញ្ចឹងនៅក្នុងការដែលយើងធ្វើប្រមាណវិធីមានវងក្រចកមានន័យថាយើងគណនាកាត់យើងធ្វើកាត់ចាធ្វើកាត់នៅក្នុងរបៀបឆ្លើយតែប្រមាណវិធីយើងអត់កាត់ទេដដែលចាឥឡូវនេះយើងដឹងហើយថានៅក្នុងចំណោទនេះគេសួររកប្រាក់នៅសល់ចាអញ្ចឹងកូនដឹងហើយដើម្បីរកប្រាក់នៅសល់តើធ្វើដូចម្ដេចប្រាក់នៅសល់គឺយកប្រាក់ទាំងអស់ដកនឹងប្រាក់ចាយមែនទេឧទាហរណ៍ម៉ាក់កូនឲ្យប្រាក់កូន 3000 រៀលទៅផ្សារទៅសាលារៀនតែកូនចាយអស់ 2000 ហើយអញ្ចឹងកូននៅសល់ប្រាក់ប្រហែលសល់ប្រាក់ 1000 មែនទេកូនយើងយក 3000 ដកនឹង 2000 មានន័យថា 3000 នោះគឺជាប្រាក់ទាំងអស់ដែលកូនមានចាដក 2000 ប្រាក់ដែលកូនចាយអញ្ចឹងដើម្បីរកប្រាក់នៅសល់តើយើងយកប្រាក់ដែលមានដកនឹងប្រាក់ចាយចាអញ្ចឹងអ្នកគ្រូបញ្ជាក់ម្ដងទៀតណានៅក្នុងប្រធានចំណោទនេះគេប្រាប់តែប្រាក់ដែលគាត់មានទេណាឯប្រាក់ចំណាយយើងអត់ទាន់ដឹងយើងគ្រាន់តែដឹងថាគាត់ទិញទឹកក្រូច15ដបដែលមួយដបថ្លៃ 4500 រៀលអញ្ចឹងដើម្បីរកប្រាក់គាត់នៅសល់យើងធ្វើម៉េចកូនយើងត្រូវយកប្រាក់ទាំងអស់ដកនឹងប្រាក់ដែលចាយមែនទេអញ្ចឹងប្រាក់ចាយយើងអត់គេអត់ទាន់ប្រាប់អញ្ចឹងយើងត្រូវរកប្រាក់ចាយប្រាក់ចំណាយអញ្ចឹងយើងចាប់ដើមរកទៅទីមួយនេះគ្រូដាក់ប្រមាណវិធីអញ្ចឹងដើម្បីរកប្រាក់ចាយគឺធ្វើម៉េចកូនដើម្បីរកប្រាក់ដែលគាត់ចាយគឺយើងត្រូវយកគាត់ចាយទិញទឹកក្រូចមែនទេអញ្ចឹងយើងយកទឹកក្រូច15ដបនេះប្រាក់ដែលគាត់ចាយលើទឹកក្រូចក្នុងមួយដបទៅគុណនឹងចំនួនទឹកក្រូចទាំងអស់ចាអញ្ចឹងមានន័យថា 4500 គុណនឹង 15 គុណនឹង 15 អញ្ចឹងយើងគុណខ្ទង់រាយ 50 ដង 0 50 ដង 0 5 5 ដង 25 សរសេរលេខ 5 ត្រាទុក 2 5 4 ដង 20 20 និង 2 22 ចា1 0 ដង 0 1 0 ដង 0 1 5 ដង 5 1 4 ដង 4 អញ្ចឹងយើងដកយើងបូកលទ្ធផលបញ្ចូលគ្នាចា0 0 5 7 6 ចាអញ្ចឹងនេះគឺជាប្រាក់ដែលគាត់ចាយចាឥឡូវអ្នកគ្រូដាក់របៀបឆ្លើយនៅក្នុងរបៀបឆ្លើយកូនបានឃើញទេថារបៀបឆ្លើយរបស់យើងគឺមាន2របៀបចាទី1គឺយើងឆ្លើយធ្វើរបៀបធម្មតាចាយើងធ្វើលេខមកខ្ទង់យើងឆ្លើយមួយចានេះយើងរកអីគេកូនយើងកូននេះយើងមានគោលបំណងអីគោលបំណងរបស់យើងគឺរកប្រាក់អីគេប្រាក់ចំណាយទិញទឹកក្រូចចាអញ្ចឹងយើងដាក់របៀបទី1របៀបទី1រកប្រាក់ចំណាយទិញទឹកក្រូចចាអញ្ចឹងយើងមាន 4500 រៀលគុណនឹង 15 ស្មើនឹង 67500 រៀលអញ្ចឹងបន្ទាប់ពីយើងរកប្រាក់ចំណាយហើយយើងអាចរកប្រាក់នៅសល់ទេកូនចាគឺតាមអ្វីដែលអ្នកគ្រូបានប្រាប់កូនពីមុនមកដើម្បីរកប្រាក់នៅសល់យកប្រាក់ទាំងអស់ដកប្រាក់ចំណាយអញ្ចឹងយើងរកប្រាក់នៅសល់សិនចារកប្រាក់នៅសល់ចារកប្រាក់នៅសល់គឺស្មើនឹងប្រាក់ទាំងអស់មានប៉ុន្មានកូនប្រាក់ទាំងអស់ចាប្រាក់ទាំងអស់គឺ 150,000 រៀលចា150,000 រៀលចាប្រាក់ដែលគាត់ចាយចាប្រាក់ដែលគាត់ចាយគឺ 67500 រៀលចា
7,500 រៀលតើស្មើនឹងប៉ុន្មានចាស្មើនឹងប៉ុន្មានអ្នកគ្រូដូរដាក់ក្រហមវិញឲ្យកូនច្បាស់ណាអូសំទោសរបៀបទី1ដៃក្បត់ចិត្តរបៀបទី1ចាអញ្ចឹងនេះគឺជារបៀបទី1អញ្ចឹងយើងយក150,000ដែលជាប្រាក់ទាំងអស់នេះទៅដកនឹងប្រាក់ដែលគាត់ចាយតោះឥឡូវយើងធ្វើប្រមាណវិធីចា150,000រៀលដកនឹង67,500តែស្មើនឹងប៉ុន្មាន0ដក0នៅសល់0នេះដកអត់បានទេ10ខ្ចីពី5នេះ5នៅសល់4នេះបាន10ខ្ចីមួយទៀតនៅសល់9នេះ10ចា10ដក5នៅសល់5 9ដក7នៅសល់2ចា14ដក14ដក6នៅសល់8ចាអញ្ចឹងយើងឃើញគាត់នៅសល់ប្រាក់គឺ82,500រៀលចាអញ្ចឹងស្មើនឹង82,500រៀលអញ្ចឹងយើងឆ្លើយថាម៉េចកូនអញ្ចឹងគេសួរមិនយើងឆ្លើយអញ្ចឹងទៅណាអាជីវករនោះនៅសល់ប្រាក់ចាអាជីវករនោះនៅសល់ប្រាក់82,500រៀលចាចាអញ្ចឹងយើងចូលមករបៀបទី2ឥឡូវកូនមើលរបៀបទី2ចានៅក្នុងរបៀបទី2ហ្នឹងគឺมันវាខុសពីរបៀបទី1បន្តិចគ្រាន់តែថាយើងផ្ដុំប្រាក់ចាយហើយយើងមិនចាំបាច់ឆ្លើយរកប្រាក់ចាយទេចាយើងផ្ដុំប្រាក់ចាយយកតែម្ដងអញ្ចឹងយើងរកគឺយើងអត់រកប្រាក់ចាយទេអត់រកប្រាក់ចំណាយទិញទឹកក្រូចទេគឺយើងរកអីគេប្រាក់នៅសល់តែម្ដងចាអញ្ចឹងយើងរកប្រាក់នៅសល់រកប្រាក់នៅសល់ចាអញ្ចឹងប្រាក់នៅសល់កូនមើលគឺប្រាក់ទាំងអស់នឹងប្រាក់ទាំងអស់ប៉ុន្មានប្រាក់ទាំងអស់មើលស្មើនឹងប្រាក់ទាំងអស់150,000រៀលដកនឹងប្រាក់ចាយនៅណាប្រាក់ចាយចានេះគឺជាប្រាក់ចាយដែលយើង44,500គុណ15ហ្នឹងឥឡូវយើងយកមកផ្ដុំវាដោយដកនឹង4,500គុណនឹង15អញ្ចឹងនេះគឺអ្នកគ្រូផ្ដុំចាយើងអត់រោមួយចាឥឡូវអ្នកគ្រូផ្ដុំវាចូលគ្នាចាដករួចហើយចាស្មើចាគឺស្មើនឹងលទ្ធផលនេះគឺយើងអត់ដាក់ទេគឺយើងដាក់លទ្ធផលចុងក្រោយដែលយើងដកគឺចា82,500រៀលអញ្ចឹងឆ្លើយថានេះគឺយើងផ្ដុំវងកញ្ចក់ដល់យើងដាក់វងកញ្ចក់ដើម្បីផ្ដុំអីគេគឺផ្ដុំប្រាក់ចំណាយហ្នឹងគឺយើងអត់ពិបាកឆ្លើយមកទេចាគឺយើងដកយកតែម្ដងចាអញ្ចឹងយើងឆ្លើយថា
អាជីវករនោះនៅសល់ប្រាក់82500 រៀលចានេះហើយគឺជាការធ្វើប្រមាណវិធីមានវងក្រចកខាងនេះគឺប្រមាណវិធីមានវងក្រចកគឺជារបៀបមួយដែលយើងធ្វើទៅលឿនកាត់ខ្លីចាខាងនេះគឺជាប្រមាណវិធីធម្មតាដែលយើងត្រូវតែធ្វើវាមកតាមលំដាប់លំដោយមកអញ្ចឹងជាកូនសង្កេតមើលថានៅក្នុងប្រមាណវិធីមានវងក្រចកដែលអ្នកគ្រូសរសេរឲ្យមើលនេះចាតើគេគណនានៅប្រមាណវិធីណាមុនចាគេធ្វើប្រមាណវិធីណាមុនកូនសង្កេតមើលគេតិចទៅគិតបន្តិចទៅកូនចាឥឡូវគិតបន្តិចមកអានឹងគ្រូទុកពេលឥឡូវគិតចាអញ្ចឹងនៅក្នុងប្រមាណវិធីមានវងកញ្ចក់គឺយើងធ្វើប្រមាណវិធីនៃណាមុនកូននៅក្នុងវងកញ្ចក់មុនអញ្ចឹងឥឡូវកូនអាចប្រាប់អ្នកគ្រូបានទេដើម្បីធ្វើប្រមាណវិធីមានវងកញ្ចក់គេធ្វើដូចម្ដេចចាឥឡូវកូនអាចប្រាប់អ្នកគ្រូបានទេដើម្បីធ្វើប្រមាណវិធីមានវងកញ្ចក់គេត្រូវធ្វើដូចម្ដេចកូនចាអញ្ចឹងក្នុងប្រមាណវិធីដែលមានវងក្រចកយើងត្រូវធ្វើខាងណាមុនកូនចាចាចឹងក្នុងប្រមាណវិធីមានវងកញ្ចក់គឺយើងត្រូវធ្វើប្រមាណវិធីក្នុងវងក្រចកមុនបានទេកូនចឹងក្នុងប្រមាណវិធីមានវងកញ្ចក់យើងត្រូវធ្វើប្រមាណវិធីក្នុងវងកញ្ចក់មុនចាអញ្ចឹងយើងអានវិធានជាមួយគ្នាវិធានក្នុងប្រមាណវិធីមានវងក្រចកយើងត្រូវធ្វើប្រមាណវិធីក្នុងវងក្រចកមុនចាកន្លែងនេះគឺសំខាន់អញ្ចឹងយើងពុះសុំជុំវិញចាអញ្ចឹងអរគុណកូនអរគ្នាឥឡូវយើងមានលំហាត់មួយសម្រាប់អនុវត្ត
còn mới không lồng hạt nèแต่យើងធ្វើប្រហែលវិធីណាមុនចាហើយយើងមើល42គុណក្នុងវងកញ្ចក់5000ចែកនឹង2005តើស្មើនឹងប្រមាណចាឥឡូវយើងធ្វើប្រហែលវិធីណាមុនឥឡូវកូនគិតហើយធ្វើនៅលើក្តារឈ្នួនអនុវត្តនៅលើក្តារឈ្នួនរបស់កូនកូនតើអ្នកគ្រូទុកពេលឲ្យកូនចាប់ផ្ដើមចាអរគុណកូនកូនទាំងអស់គ្នាដូច្នេះនៅក្នុងប្រមាណវិធីមួយនេះចាគឺយើងអនុវត្តប្រមាណវិធីក្នុងវងក្រចកមុនដោយយើងយក5000ចាយក5000ចែកនឹង250នៅក្នុងការចែកចំនួនដែលមានលេខ0នៅខាងចុងកូនដឹងហើយថាយើងអាចលុប0ចុងស្មើគ្នាបានពេលយើងលុប0ចុងយើងនៅសល់500ចែកនឹង25អញ្ចឹងយើងកាត់យក2ខ្ទង់បាន2ដង2 5ដង10សរសេរលេខ0ត្រាទុក1 2 2ដង4 4នឹង1 5អញ្ចឹង50ដល់50នៅសល់0ទម្លាក់0បាន0ជាឃើញ20បន្ទាប់មកយើងយក20នេះទៅធ្វើម៉េចកូនយក42នេះគុណនឹង20ចឹង0យើងទុកសិនចាំដាក់ក្រោយចា2 2ដង4 2 4ដង5 8ចឹង0ថែមមកអាន8បាន840ចាអញ្ចឹងយើងបានដូចនេះ42គុណនឹង5000ចែកនឹង250ស្មើនឹង840អញ្ចឹងអរគុណកូនសម្រាប់ថ្ងៃនេះអ្នកគ្រូនឹងមានកិច្ចការផ្ទះមួយសម្រាប់ឲ្យកូនអនុវត្តដែរចានេះគឺជាកិច្ចការផ្ទះលំហាត់នេះអ្នកគ្រូយកចេញពីសៀវភៅរបស់កូនដែរអញ្ចឹងកូនអាចមើលទៅក្នុងសៀវភៅរបស់យើងនៅទំព័រចាទំព័រ21កូនអាចអនុវត្តទាំងអស់ចាកូនធ្វើលំហាត់ទាំងអស់នេះក៏បានដែរណាកូនធ្វើទាំងអស់ចាកូនធ្វើលើទីនេះហើយកូនអាចធ្វើទាំងអស់បើមានពេលវេលាណាកូនណាចាអរគុណច្រើនអញ្ចឹងថ្ងៃនេះមេរៀនរបស់យើងគណិតវិទ្យាថ្នាក់ទី5មេរៀនទី4ប្រមាណវិធីមានវងក្រចកចាប្រមាណវិធីមានវងក្រចកនៅក្នុងថ្ងៃនេះគឺចប់តែប៉ុណ្ណេះអរគុណកូនទាំងអស់គ្នាដែលបានចូលរួមរៀនពីចម្ងាយជាមួយអ្នកគ្រូក៏សូមជូនពរកូនឲ្យមានសុខភាពល្អសុវត្ថិភាពល្អហើយមួយទៀតសូមកូនកុំភ្លេចធ្វើកិច្ចការផ្ទះនិងសញ្ញាកិច្ចការដែលលោកគ្រូអ្នកគ្រូបានចែកឲ្យកូនចាអរគុណជូនពរកូនឲ្យមានសុខភាពល្អសុវត្ថិភាពល្អជម្រាបលា